អ៊ីរ៉ង់បានចេញមុខមកច្រានចោលសារជាថ្មីទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបាននិយាយថាអ៊ីរ៉ង់សូមចរចានិងសូមឲ្យមានបទចបាញ់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាក់ជីបានបញ្ជាក់ចំហជាថ្មីកាលពីថ្ងៃអាទិត្យទី15ខែមីនាថាទីក្រុងតេហេរ៉ង់មិនបានស្នើសុំបទជបាញ់ឬស្វែងរកការចរចាជាមួយនឹងទីក្រុងវ៉ាស៊ីនតោននៅក្នុងអំឡុងពេលសង្គ្រាមដែលកំពុងបន្តនៅលើទឹកដីរបស់ខ្លួនដែលផ្ដើមដោយអ៊ីស្រាអែលនិងអាមេរិកនោះឡើយគណៈប្រធានាធិបតីអាមេរិកដូណាល់ត្រាំអះអាងថាអ៊ីរ៉ង់ចង់បានបទចបាញ់ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយដោយ CBS លោកអាក្រាជីបាននិយាយថាយើងមិនឃើញមានហេតុផលណាមួយដើម្បីធ្វើការសន្ទនាជាមួយនឹងសហរដ្ឋអាមេរិកនោះទេពីព្រោះពួកគេបានសម្រេចចិត្តវាយប្រហារយើងខណៈពេលដែលភាគីទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចាគ្នាហើយដូច្នេះមិនមានបទពិសោធន៍ល្អនៅក្នុងការនិយាយជាមួយនឹងអាមេរិកនោះទេការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអារ៉ាក់ជីបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកត្រាំនិយាយថាអ៊ីរ៉ង់ចង់បានបទឈប់បាញ់លោកដូណាល់ត្រាំបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ជាមួយនឹងទីក្រុងតេហេរ៉ង់ទេពីព្រោះលក្ខខណ្ឌបច្ចុប្បន្នមិនល្អគ្រប់គ្រាន់ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថាប្រទេសខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនាជាមួយនឹងប្រទេសដែលចង់ចរចាលើការអនុញ្ញាតឲ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រអ៊ឺម៉ូសអ៊ីរ៉ង់ធ្លាប់បានអះអាងថាខ្លួនគ្រប់គ្រងផ្លូវដឹកជញ្ជូនដ៏សំខាន់ហើយកប៉ាល់ទាំងអស់របស់សត្រូវរួមទាំងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ឡើយលោកអារ៉ាក់ជីបានមានប្រសាសន៍ថាខ្ញុំមិនអាចនិយាយឈ្មោះប្រទេសជាក់លាក់ណាមួយបានទេប៉ុន្តែប្រទេសមួយចំនួនដែលចង់ឲ្យកប៉ាល់របស់ពួកគេធ្វើដំណើរដោយសុវត្ថិភាពសូមមករកយើងជាស្ដែងទីក្រុងតេហេរ៉ង់បច្ចុប្បន្នគ្រាន់តែការពារប្រជាជនរបស់ខ្លួននៅក្នុងចំនួនមួយនេះតែប៉ុណ្ណោះដែលឡែកនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃដដែលជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Arabi Al Jadid លោកអាក្រាជីបាននិយាយថាការប្រយុទ្ធគ្នានឹងបញ្ចប់លុះត្រាតែអ៊ីរ៉ង់ប្រកាសថាវានឹងមិនកើតមានឡើងម្ដងទៀតទេហើយសំណងនឹងត្រូវបានបង់នៅក្នុងនោះផងដែរលោកក៏បានផ្ញើសារដ៏លំបាកមួយទៅកាន់ប្រទេសជិតខាងអារ៉ាប់ដោយប្រកាសថាទីក្រុងតេហេរ៉ង់មានភស្តុតាងគ្រប់គ្រាន់ដែលមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសទាំងនោះកំពុងត្រូវបានប្រើប្រាស់ដើម្បីយកមកវាយប្រហារអ៊ីរ៉ង់